ដីមានជាតិអាស៊ីតសម្បូរសត្វល្អិតចង្រៃនិងមានផ្សិតនៅតាមឫសដំណាំដែលជាហេតុធ្វើឲ្យដំណាំពុកម៉ែបងប្អូនពិបាកក្នុងការលូតលាស់និងទទួលបាននូវទិន្នផលទាបមែនទេបញ្ហាខាងលើនេះលែងជាបញ្ហាទៀតហើយខាងខ្ញុំមានផលិតផលមួយប្រភេទនោះគឺម្សៅកំបោរសរីរាង្គ PN សម្រាប់ម្សៅកំបោរសរីរាង្គ PN នេះដែរមានអត្ថប្រយោជន៍នៅក្នុងការបន្សាបជាតិអាស៊ីតនៅក្នុងដីជួយបំផ្លាញជម្រកសត្វល្អិតនៅក្នុងដីជួយប្រមូលកាកសំណល់ផ្សេងៗបង្កើតទៅជាជីកំប៉ុស្តជាពិសេសរក្សាស្ថិរភាព pH ដីក្រៅពីការប្រើប្រាស់ទៅលើដំណាំយើងក៏អាចយកមកប្រើប្រាស់ទៅលើសត្វចិញ្ចឹមបានផងដែរទី1ទៅលើត្រីដែលយើងអាចយកមកបាចទៅតាមមាត់ស្រះធ្វើឲ្យទឹកល្អទឹកស្អាតកម្ចាត់មេរោគនៅក្នុងទឹកបានស្អាតផងដែរទី2យើងអាចយកមកប្រើប្រាស់ទៅលើសត្វចិញ្ចឹមនៅក្នុងទ្រុងដែលយើងអាចយកមកបាចកម្ចាត់ភាពស្អុយនិងកម្ចាត់មេរោគនៅក្នុងទ្រុងបានល្អជាពិសេសធ្វើឲ្យសត្វចិញ្ចឹមមានផាសុកភាពផងដែរបើសិនជាពុកម៉ែបងប្អូនមានតម្រូវការនិងចង់ដឹងព័ត៌មានបន្ថែមពុកម៉ែបងប្អូនអាចទំនាក់ទំនងមកតាមរយៈ Page និងលេខទូរស័ព្ទនៅលើអេក្រង់នេះសូមអរគុណ